បាទសូមគោរពនឹងជម្រាបសួរបងប្អូន FC នៅក្នុង YouTube ទាំងអស់គ្នាបាទអូខេយើងខានជួបគ្នាយូរដែរបងប្អូនបាទអញ្ចឹងថ្ងៃនេះបាទខ្ញុំនឹកអ្នកទាំងអស់គ្នាខ្ញុំមកចែករំលែកតាក់ទងជាមួយនឹងបាទអាចកំបាំងនៃទៀនណាបងប្អូនបាទអាចកំបាំងនៃទៀនបាទដែលអ្នក trade ភាគច្រើនអាចថាមិនសូវជាយកចិត្តទុកដាក់ពីវាក៏អាចថាបានដែរបាទហ្នឹងហើយអាចកំបាំងនៃទៀនបាទព័ត៌មានលម្អិតរបស់វាណាបាទគឺបើសិនជាយើងយកចិត្តទុកដាក់ពីវាងាយស្រួលនៅក្នុងការ trade បាទហើយវីដេអូមុនខ្ញុំក៏បានបង្ហាញជូនបាទយ៉ាងលម្អិតផងដែរបាទទាក់ទងជាមួយនឹងគន្លឹះនៅក្នុងការយកផលចំណេញវែងបាទដោយយើងប្រើតែទម្រង់សរសៃទៀននេះបងប្អូនហ្នឹងហើយយើងរងចាំតំបន់សរសៃទៀនបានគឺយើងទទួលបានផលចំណេញហ្នឹងវែងហើយបាទបើធៀបជាមួយនឹងហានិភ័យបាទហើយពេលបច្ចុប្បន្នខ្ញុំយក reward ratio 1:3បាទរត់ជាប្រព័ន្ធ trade បែបហ្នឹងទៅរហូតបងប្អូនបាទក្នុងមួយ trade បាទបើយើងខាតគឺខាតមួយប៉ុន្តែនៅពេលដែលយើងចំណេញមកវិញត្រឡប់មកវិញបាទ3ដងបាទក្នុងមួយ trade ណាបាទ run បែបហ្នឹងជាប្រព័ន្ធ trade បែបនេះបងប្អូនអត់សូវឈឺក្បាលទេបាទអញ្ចឹងថ្ងៃនេះផងដែរបាទខ្ញុំមកបង្ហាញតទៅជាមួយនឹងមូលដ្ឋានគ្រឹះនៃទៀនបន្តិចបាទបូកផ្សំជាមួយនឹងទម្រង់គេហៅថាបើសិនជាយើងហៅជាទម្រង់ price action វិញយើងហៅឈ្មោះអីគេខ្លះបាទយើងប្រើទម្រង់ហ្នឹងឲ្យត្រូវតាមបាទទម្រង់ទីផ្សារបាទធៀបជាមួយនឹង structure នៅក្នុង time frame ដែលតូចជាងបាទពីព្រោះថាខ្ញុំ trade នៅពេលបច្ចុប្បន្នខ្ញុំវិភាគទៅលើ multiple time frame បាទ multiple time frame នៅពេលនេះគឺមានន័យថាខ្ញុំវិភាគទៅលើ time frame ដែលធំជាងបន្តមកទៀតនៅពេលដែលចូលទម្រង់តាម structure ឬក៏ចូលតាមទម្រង់ price action របស់ខ្ញុំហើយខ្ញុំមកពិចារណានៅក្នុង time frame ដែលតូចជាងបើសិនជា time frame ដែលតូចជាងចូលតាមទម្រង់ structure ដូចជាបាទ MSS ឬក៏បាទ market បាទ structure shift របស់ខ្ញុំក៏តាំងបាទអាចជាទម្រង់ buy limit ឬក៏ sell limit ទុកចោលអញ្ចឹងទៅបាទហើយបាទអាចថា2ម៉ោងក្រោយបាទខ្ញុំត្រឡប់មកមើលក្រាបម្ដងទៀតបាទគឺខ្ញុំរៀបចំផែនការ trade របស់ខ្ញុំឲ្យខ្ញុំបិទក្រាបចោលយកតែម្ដងបាទអញ្ចឹងខ្ញុំមើលឃើញថាវិធីសាស្ត្រដែលខ្ញុំ trade ពេលបច្ចុប្បន្ននេះគឺងាយស្រួលហើយមិនតានតឹងទេបងប្អូនបាទអត់តានតឹងទេបាទ style ដែលខ្ញុំប្រើនេះគឺអត់តានតឹងទេបាទឥឡូវយើងមកមើលតាក់ទងជាមួយនឹងបាទមូលដ្ឋានគ្រឹះសិនបងប្អូនបាទហើយមូលដ្ឋានគ្រឹះនេះគឺស័ក្តិសមសម្រាប់បងដែលចូលមកទើបតែប្រឡូកនៅក្នុងវិស័យ trade ថ្មីឬក៏ទើបរៀនណាបងប្អូនបាទនេះគឺស័ក្តិសមខ្លាំងមែនទែនបាទសម្រាប់វីដេអូមួយនេះបាទហើយសម្រាប់បងដែលអាចថាមានបទពិសោធន៍ក្រាស់ក្រែលហើយអូខេអញ្ចឹងគឺយើងអាចថាមើលបន្ថែមក៏ល្អណាបងប្អូនណាបាទហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាដូចថាចង់ចេះឲ្យកាន់តែលម្អិតបាទចង់ trade ជាអាជីពយកតែម្ដងអាចថាអូខេខ្ញុំមានវគ្គសិក្សាដែរបងប្អូនអាចដូចថាតាក់ទងតាមលេខ Telegram ទៅបាទខ្ញុំមានសេវាកម្មបង្ហាត់ជូនអ្នកទាំងអស់គ្នាដែរបាទសម្រាប់តម្លៃវិញគឺអត់ថ្លៃទេបងប្អូនបាទនេះគឺសម្រាប់តម្លៃវិញគឺអត់ថ្លៃទេបាទខ្ញុំសុំនិយាយតែប៉ុណ្្នឹងឯងបាទណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាបាទតាក់ទងជាមួយនឹងទៀនបាទទៀនដែលយើងប្រើជាប្រចាំបាទមានធំមានតែ2ប្រភេទទេត្រូវហើយបាទទៀនឡើងនិងទៀនចុះនេះមើលសញ្ញាទៀនឡើងបាទខ្ញុំតាំងដោយពណ៌បៃតងបែបនេះចុះបាទហ្នឹងហើយនេះគឺទៀនឡើងបងប្អូនចឹងទៀនឡើងគឺយើងមើលទម្រង់របស់វាគឺបែបនេះបាទភាគច្រើនគឺឃើញបែបហ្នឹងបងប្អូនបាទទៀនឡើងបាទភាសាអង់គ្លេសគឺយើងហៅថា bullish candle បាទប្រែភាសាខ្មែររបស់យើងគឺមានន័យថាទៀនឡើងបាទទៀនហ្នឹងគឺមានន័យថាតម្លៃរបស់វាចាប់ផ្ដើមឡើងបាទខ្ពស់ជាងមុនបាទហើយសួរថាតម្លៃបើករបស់វានៅពេលណាបាទនៅកន្លែងណានេះតម្លៃបើករបស់វាបាទតម្លៃបើករបស់វាគឺនៅកន្លែងនេះបងប្អូនបាទអញ្ចឹងអ្នកទាំងគ្នាចាំងាយបាទនេះគឺសម្រាប់អ្នកថ្មីណាបាទចាំងាយបងប្អូនបាទពាក្យថាទៀនឡើងបាទតម្លៃបើករបស់វាទាបជាងតម្លៃបិទបាទបើសិនជាអ្នកទាំងគ្នាឃើញថាតម្លៃបើករបស់វាទាបជាងតម្លៃបិទបាទនោះវាគឺជាទៀនឡើងឬក៏វាជា bullish candle បាទនេះគឺ close price គឺនៅពីខាងលើបែបនេះបាទខ្ញុំសរសេរពាក្យកាត់បែបនេះណាបាទបងប្អូនណាបាទហ្នឹងហើយសម្រាប់កន្លែងនេះគឺយើងឲ្យឈ្មោះថាសាច់ទៀនឬក៏ real body របស់វាបាទសម្រាប់តម្លៃបាទមិនថា time frame ណាទេបងប្អូនបើសិនជាអ្នកទាំងគ្នាបាទបដូរមក time frame 5នាទីមានន័យថាមួយទៀនមានរយៈពេល5នាទីបាទនេះគឺគេហៅថាក្របពេលវេលារបស់វាណាបាទមួយទៀនមានរយៈពេល5នាទីបាទសម្រាប់ទៀនបាទជាធម្មតាទៀនភាគច្រើនគឺតែងតែមានសរសៃបាទ
មានទាំងសរសៃលើហើយនិងសរសៃក្រោមបាទជាប់ជានិច្ចកម្រនឹងទៀនមួយដែលអត់មានសរសៃទៀនគឺកម្រណាបងប្អូនណាបាទនឹងយូរអាចថាមានមួយអញ្ចឹងទៅបាទភាគច្រើនទៀនទាំងអស់បាទមិនថា time frame ណាទេបាទមិនថា time frame 1នាទី time frame 5នាទីឬក៏ time frame 30នាទី time frame 1ម៉ោង time frame daily គឺមានតែងតែមានសរសៃទាំងអស់បាទសរសៃគឺវាបានបញ្ជាក់ប្រាប់យើងថាតម្លៃរបស់វាបាទសរសៃនៅពីខាងលើមានន័យថាតម្លៃខ្ពស់បំផុតបាទក្នុងរយៈពេល5នាទីបាទក្នុងរយៈពេល5នាទីហ្នឹងគឺនេះតម្លៃខ្ពស់បំផុតគឺនៅចំណុចនេះហើយចំណែកឯតម្លៃទាបបំផុតក្នុងរយៈពេល5នាទីដែលយើងសិក្សានៅតម្លៃទាបបំផុតគឺនៅចំណុចកន្លែងនេះបាទចុះបើសិនជាយើងសម្រាយជាក្រាបខ្សែវិញគឺយើងបានបាទមុខមាត់របស់វារបៀបម៉េចបាទឥឡូវខ្ញុំសម្រាយជូនអ្នកទាំងអស់គ្នាជាក្រាបខ្សែឲ្យមើលមួយបាទអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាបាទយកទៀនឡើងយកមកសិក្សាចោះបាទនេះគឺទៀនឡើងយកមកសិក្សាបាទយើងសិក្សានៅក្នុង time frame 5នាទីត្រូវទេបាទហ្នឹងហើយនេះគឺ5នាទីបាទអូខេអញ្ចឹងគឺមួយទៀនមានរយៈពេល5នាទីបាទបើសិនជាយើងសម្រាយជាក្រាបខ្សែក្នុងរយៈពេល5នាទីបាទមុខមាត់របស់វាគឺវាមិនបាទនេះគឺក្នុងរយៈពេល5នាទីណាបាទហ្នឹងហើយអញ្ចឹងខ្ញុំបែងចែកថានេះគឺជារយៈពេលបាទចំណុចចាប់ដើមគឺនៅចំណុចនេះបាទហើយចំណុចចប់គឺនៅចំណុចនេះបាទអូខេនេះគឺចំណុចចប់ត្រូវទេបាទហ្នឹងហើយនេះគឺក្នុងរយៈពេល5នាទីបាទសម្រាប់ទៀនឡើងមួយនេះបាទដែលយើងហៅឈ្មោះថា bullish candle មួយនេះបាទតម្លៃបើករបស់វាបាទគឺនៅចំណុចនេះហ្នឹងឯងបងប្អូននេះគឺជាតម្លៃបើកបាទចាប់ផ្ដើមណាបាទនេះ5នាទីបាទនេះគឺ5នាទីនេះ5នាទីបាទអញ្ចឹងគឺតម្លៃបើករបស់វាគឺនៅចំណុចនេះហ្នឹងឯងបងប្អូនបាទយើងបើសិនជាយើងសម្រាយជាក្រាបខ្សែណាបាទយើងអត់ដឹងថារយៈពេល5នាទីហ្នឹងវាមុខមាត់ទិសដៅរបស់វាទៅណាយើងអត់ដឹងទេបាទប៉ុន្តែយើងដឹងថាវាចាប់ផ្ដើមរំកិលបែបនេះហើយបងប្អូនបាទហើយបានវាអាចថាមកគេហៅថាបង្កើតតម្លៃទាបបំផុតបាទសិនដែលយើងឃើញជាទម្រង់បាទសរសៃទៀនហ្នឹងឯងបងប្អូននេះនៅពេលដែលវាបង្កើតជាបាទតំបន់តម្លៃទាបបំផុតហើយបាទតម្លៃហ្នឹងគឺវាអត់អាចចុះទាបជាងនេះទៀតទេបាទវាចាប់ផ្ដើមធ្វើការហើបឡើងលើវិញឲ្យអ្នកនរគ្នាឃើញកន្លែងនេះហ្នឹងឯងបាទរហូតមកបាទបង្កើតតម្លៃខ្ពស់បំផុតដែលយើងឃើញបាទចុងសរសៃទៀនកន្លែងនេះហ្នឹងឯងបាទនេះខ្ញុំបង្ហាញថាកន្លែងនេះបាទឆ្នូតនេះគឺខ្សែបន្ទាត់ដេកត្រង់ណាបាទហ្នឹងហើយតម្លៃខ្ពស់បំផុតអាចថាតម្លៃនេះហ្នឹងចឹងទៅបាទនៅពេលដែលចប់រយៈពេល5នាទីពេញលេញបាទបានវាចាប់ផ្ដើមចុះមកបិទនៅតម្លៃនេះវិញបាទនេះចឹងខ្ញុំគូសដៃបាទហ្នឹងហើយគូសឆ្នូតអ្នកទាំងអស់គ្នាឃើញបាទបានវាចាប់ផ្ដើមមកបាទនេះរយៈពេល5នាទីហ្នឹងបានវាចាប់ផ្ដើមចុះមកបិទនៅតម្លៃកន្លែងនេះវិញនេះឃើញទេបាទហ្នឹងហើយនេះគឺ basic បាទកម្រិតមូលដ្ឋានដែលអ្នកទាំងអស់គ្នាបាទយើងយកទៅប្រើហ្នឹងគឺបែបនេះហ្នឹងឯងបាទហើយសម្រាប់ក្រាបខ្សែកន្លែងនេះបាទក្រាបខ្សែកន្លែងនេះយើងអាចមើលជាទម្រង់ structure អញ្ចឹងទៅបាទហ្នឹងហើយនេះគឺជាទម្រង់ structure នៅក្នុង time frame ដែលតូចជាងអាចមើលឃើញបាទមុខមាត់របស់វាបែបនេះហ្នឹងឯងបាទហ្នឹងហើយអញ្ចឹងសម្រាប់ទៀនចុះផ្ទុយមកវិញតែប៉ុណ្្នឹងឯងបាទអត់មានអ្វីស្មុគស្មាញទេបាទទៀនចុះបាទទៀនចុះគឺអត់មានអ្វីស្មុគស្មាញទេបាទឥឡូវទៀនចុះយើងបង្ហាញជាក្រាបពណ៌ក្រហមវិញបាទទៀនចុះដូចគ្នាដែរបាទអត់មានអ្វីស្មុគស្មាញទេនេះទៀនចុះគឺអត់មានអ្វីស្មុគស្មាញទេបាទគឺតម្លៃបើករបស់វាគឺនៅចំណុចនេះបាទបន្តមកទៀតវាចាប់ដើមបាទមកបែបនេះហើយបន្តមកទៀតបានវាមកបង្កើតតម្លៃទាបបំផុតហើយបានវាបិទនៅតម្លៃនេះវិញនេះតម្លៃបិទរបស់វានៅនេះវិញបាទនេះគឺមានន័យថាបើសិនជាយើងមើលទៅលើក្រាបខ្សែឬក៏ structure នៅក្នុង time frame ដែលតូចជាងយើងមើលឃើញទម្រង់របស់វាគឺបែបនេះនឹងឯងបាទមានន័យថាវាលំហូរចុះបាទចឹងនៅពេលដែលយើងសិក្សាតើតើជាមួយនឹងសរសៃទៀនបាទយើងសិក្សាវាមិនបាទឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងអស់គ្នាមើលមួយបាទនេះគឺកម្រិត basic ប៉ុណ្នេះហើយបាទដូច្នេះនៅពេលដែលយើងចេះកម្រិត basic ប៉ុណ្នេះហើយបាទយើងមកបាទមើលតើតើជាមួយនឹងទម្រង់បាទទម្រង់ដែលយើងឃើញញឹកចាក់ស្ដែងបាទនៅក្នុងទម្រង់ price section បាទខ្ញុំប្រើភាគច្រើនបាទទម្រង់នេះដែលខ្ញុំចូលចិត្តប្រើបាទទម្រង់កន្លែងនេះក៏ខ្ញុំចូលចិត្តប្រើដែរបាទទម្រង់កន្លែងនេះបាទភាសា price section គេហៅថា bearish engulfing
បាទនេះទៀននេះបងប្អូនបាទ bearish engulfing ដល់ពេលនៅពេលដែលចប់ជាទម្រង់ទៀនហ្នឹងហើយបាទបូកផ្សំបើសិនជាវាកើតនៅតំបន់គេហៅថាតំបន់ចំណុចដែលមានព្រៀបហើយថាជាតំបន់កំពូលខ្ពស់បំផុតបាទនៃផ្សារណាបាទបន្តមកទៀតនៅពេលដែលយើងរងចាំតម្លៃដែលមានព្រៀបគឺភាគច្រើនបាទក្រាបកើតជាសរសៃទៀនបាទអ្វីដែលយើងឃើញភាគច្រើនក្រាបកើតជាសរសៃទៀនអ្នកទាំងអស់គ្នារងចាំឲ្យក្រាបកើតជាសរសៃទៀនបែបនេះសិននេះបាទបើសិនជាយើងបានតម្លៃបាទតម្លៃតំបន់កន្លែងនេះណាបាទគឺយើងមានព្រៀបហើយបាទហ្នឹងហើយយើងមានព្រៀបហើយនៅពេលដែលអ្នកទាំងអស់គ្នាបាទមើលទៅលើ structure នៅក្នុង time frame ដែលតូចជាងឧទាហរណ៍ថាទៀនដែលយើងបានឃើញនេះបាទវានៅក្នុង time frame អាចថា30នាទីបាទទៀននេះគឺនៅក្នុង time frame 30នាទីណាបងប្អូនបាទមួយទៀនមានរយៈពេល30នាទីមួយទៀនមានរយៈពេល30នាទីមួយទៀនមានរយៈពេល30នាទីនៅពេលដែលយើងបកមកមើលនៅក្នុង time frame តូចជាងវិញឧទាហរណ៍ថាយើងបកមកមើលនៅក្នុង time frame បាទ5នាទីវិញបងប្អូនបាទ5នាទីវិញដល់ពេលយើងបកមកមើលនៅក្នុង time frame 5នាទីវិញណាបាទអ្នកទាំងគ្នាឃើញបាទ structure នេះបាទទម្រង់ទៀនកន្លែងនេះបងប្អូននេះនៅពេលដែលអ្នកទាំងគ្នាបកមកមើលនៅក្នុង time frame 5នាទីវិញអ្នកទាំងគ្នាអាចឃើញជាទម្រង់បែបនេះវិញបាទឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងគ្នាមើលមួយបាទបន្តមកទៀតគឺឃើញជាទម្រង់បែបនេះបាទទម្រង់បែបនេះនឹងឯងបងប្អូនបាទដែលខ្ញុំហៅឈ្មោះថាជាទម្រង់ MSS ឬក៏ពាក្យពេញរបស់វាហ្នឹងគឺ market structure shift បាទគឺមានន័យថានៅពេលដែលយើងបកមកមើលនៅក្នុង structure time frame ដែលតូចជាងបើសិនជាក្រាបនៅក្នុង time frame 30នាទីវាបិទជាទម្រង់បែបនេះបាទភាគច្រើនឃើញបិទជាទម្រង់បែបនេះនៅពេលដែលយើងបកមកមើលនៅក្នុង time frame 5នាទីវិញបាទយើងអាចឃើញជាទម្រង់ MSS បែបនេះបាទភាគច្រើនគឺខ្ញុំឃើញជាទម្រង់បែបនេះហ្នឹងឯងបាទនៅពេលដែលឃើញជាទម្រង់បែបនេះគឺយើងចាប់ផ្ដើមរៀបចំបាទផែនការ sell បាទផែនការ sell គឺ sell កន្លែងណាគឺ sell នៅតំបន់ដែលមានព្រៀបបាទតំបន់ដែលមានព្រៀបគឺ zone អស់នេះហ្នឹងឯងនេះគឺជាតំបន់ដែលមានព្រៀបបាទដល់ពេលយើងចាប់ផ្ដើមរៀបចំផែនការ sell បាទគឺយើងតាំង sell limit ទុកចោលនៅចំណុចនេះដោយសង្ឃឹមថាក្រៅវាចាប់ផ្ដើមបាទហើបឡើងលើកន្លែងនេះហើយបាទបានវាចាប់ផ្ដើមទម្លាក់ខ្លួនចុះមកវិញដល់ពេលយើងឃើញ structure នៅក្នុង time frame 5នាទីបែបនេះនៅពេលដែលយើងបកមកមើលនៅក្នុងទម្រង់ទៀនបាទនៅក្នុងtime frame 30នាទីយើងឃើញបាទនេះជាទម្រង់បែបនេះហ្នឹងឯងភាគច្រើនគឺឃើញជាទម្រង់បែបនេះហ្នឹងឯងបងប្អូនបាទក្រាភាគច្រើនបាទវាចាប់ដើម move ចុះទៅក្រោមថែមទៀតដល់ពេលយើងមើល structure នៅក្នុង time frame 5នាទីបាទយើងឃើញជាទម្រង់បែបនេះបាទដែលខ្ញុំប្រើជាប្រចាំគឺទម្រង់គេហៅថា MSS បាទនេះនៅក្នុងទស្សនវិជ្ជា ICT គឺយើងហៅឈ្មោះថា MSS ដល់ពេលនៅក្នុងtime frame 30នាទីបាទទៀននេះគឺយើងហៅឈ្មោះថាជាទម្រង់ bearish engulfing បាទនៅក្នុងទម្រង់ price action ណាបងប្អូនបាទឃើញមានញឹកញាប់បាទហ្នឹងហើយឃើញមានញឹកញាប់ដូច្នេះបាទវិធីសាស្ត្រដែលខ្ញុំ trade ពេលបច្ចុប្បន្នខ្ញុំរងចាំទម្រង់ទៀន price action នេះបាទដែលខ្ញុំហៅឈ្មោះម្យ៉ាងទៀតថាទម្រង់ទៀន set up របស់ខ្ញុំហ្នឹងឯងបាទទម្រង់ទៀន set up គឺមានមុខមាត់គឺដូចទៅនឹងបាទស្រដៀងទៅនឹងទម្រង់ bearish engulfing ឬក៏ bullish engulfing ហ្នឹងឯងបាទយកទៀនមកផ្គុំចូលគ្នាពីទៀនបាទឬក៏អាចថាទៀនលើសហ្នឹងក៏បានដែរបាទមកប៉ះជាមួយនឹងតំបន់គេហៅថាតំបន់ខ្សែ EMA បាទបើសិនជាខ្សែ EMA នោះនៅតំបន់គៀកគល់ទំនោរអូខេអញ្ចឹងគឺតំបន់ហ្នឹងជាតំបន់ដែលមានព្រៀបមួយនៅពេលដែលឃើញថា structure នៅក្នុង time frame ដែលធំជាងវាចូលជាទម្រង់អាចថាជា bearish engulfing ឬក៏ bullish engulfing ហើយដូច្នេះបាទ time frame ដែលតូចជាងគឺខ្ញុំចាប់ដើមមករៀបចំផែនការបាទដើម្បីតាំង buy limit ឬក៏ sell limit តាមហ្នឹងបាទទៅតាម structure ហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាតំបន់ដែលខ្ញុំទឹមតែបានណាបងប្អូនបាទ order ដែលខ្ញុំទឹមបាននេះដូចកន្លែងនេះបងប្អូនណាបាទនេះមាសដែលខ្ញុំទឹមបានឧទាហរណ៍នេះការសប្តាហ៍មុនបាទខ្ញុំទឹមបានចូល trade បាទនេះទម្រង់កន្លែងនេះបងប្អូនបាទនៅក្នុង time frame 5នាទីបាទមាសណាបងប្អូនណាបាទនេះនៅក្នុង time frame 5នាទីគឺយើងឃើញថាវាកើតជាទម្រង់អីគេបាទនេះអ្វីដែលខ្ញុំ highlight ជាចំណុចកន្លែងនេះបាទកន្លែងនេះគឺមានន័យថាកើតជាទម្រង់
structure shift ណាបងប្អូនបាទនេះអ្នកទាំងគ្នាមើលកន្លែងនេះបន្តិចចុះបាទហ្នឹងហើយអញ្ចឹងតំបន់កន្លែងនេះគឺជាតំបន់គេហៅថាកើតជា structure shift ហើយបងប្អូននេះ high របស់វាដំបូងគឺនៅកន្លែងនេះបន្តមកទៀតវាចាប់ផ្ដើមធ្លុះ high ឡើងលើបានហើយឃើញទេបាទហ្នឹងហើយអញ្ចឹងនៅក្នុង structure time frame 5នាទីបាទឃើញកន្លែងនេះបន្តមកទៀតបាទខ្ញុំរងចាំឲ្យវាកើតគេហៅថាមក retest បាទកំពូលចាស់ម្ដងទៀតនេះបាតចាស់ម្ដងទៀតកន្លែងនេះអញ្ចឹងនៅពេលដែលវាតេស្តបាតចាស់ម្ដងទៀតនៅ zone កន្លែងនេះអូខេកន្លែងនេះគឺយើងរៀបចំបាទ buy limit បាទ buy limit បន្តមកទៀតបាទតម្លៃគឺវាចាប់ផ្ដើមចុះមកវិញពិតមែនអ្នកទាំងអស់គ្នាឃើញកន្លែងនេះបាទ time frame 5នាទីគឺចូលជាទម្រង់គេហៅថា MSS នៅពេលដែលខ្ញុំបកមកមើលនៅក្នុង time frame 30នាទីវិញបាទទម្រង់កន្លែងហ្នឹងបាទចូលតាមទម្រង់ price action បងប្អូននេះអ្នកទាំងអស់គ្នាឃើញអត់នេះបាទនេះគឺជាទម្រង់ bullish engulfing ដែលខ្ញុំបានលើកជាឧទាហរណ៍ជូនអ្នកទាំងអស់គ្នាបាទមុនហ្នឹងបាទប៉ុន្តែវាផ្ទុយពី bearish engulfing បាទផ្សារវាគ្រាន់តែមុខមាត់ផ្ទុយគ្នាប៉ុណ្្នឹងឯងបាទហើយបូកផ្សំជាមួយនឹងវានៅតំបន់ហ្នឹងគេហៅថាវានៅតំបន់ហើបពី EMA ហ្នឹងខ្លាំងពេកហើយបាទតំបន់កន្លែងនេះគឺវាធ្លាក់តម្លៃហ្នឹងធ្លាក់ក្រោម EMA ខ្សែលេខ3ខ្លាំងពេកដូច្នេះនៅពេលដែលឃើញជាទម្រង់ engulfing នៅក្នុង time frame 30នាទីក្នុង time frame 5នាទីខ្ញុំបកមកបាទតាំងជាទម្រង់បាទ buy limit ទុកចោលណាបងប្អូនបាទងាយខ្ញុំប្រើទៅទម្រង់បាទប្រមាណទម្រង់ហ្នឹងទេបងប្អូនបាទនេះចឹងខ្ញុំបង្ហាញជូនអ្នកនរគ្នាម្ដងទៀតបាទទម្រង់កន្លែងនេះមិញបាទយើងហៅឈ្មោះផ្ទុយពីអាមុនមិញគឺគេហៅថា bullish ត្រូវទេបាទទម្រង់នេះគេហៅថា bullish engulfing បាទដំបូងគឺមានទៀនក្រហមបែបនេះហ្នឹងឯងបាទទៀនក្រហមបន្តមកទៀតបាទមានទៀនបៃតងឡើងទៅលើវិញបាទហើយលក្ខខណ្ឌនៅក្នុងការប្រើបាទយើងមិនបាច់ចាំឲ្យទៀនហ្នឹងវាហៅខ្ពស់ជាងគ្នាខ្លាំងពេកទេបាទមកល្មមបានទេបងប្អូនណាបាទមកល្មមបានទេនេះកើតជាទម្រង់នេះពឹបបាទបន្តមកទៀតបាទទៀនថ្មីបងប្អូនបាទទៀនថ្មីយើងកុំតាន់ដូចថាតម្លៃបើកភ្លាមយើងកុំតាន់តាមបាទតម្លៃបើកភ្លាមយើងមិនបាច់តាន់តាមទេបាទរងចាំឲ្យកើតជាទម្រង់ MSS នៅក្នុង time frame តូចជាងហើយតម្លៃនៅក្នុង time frame ធំជាងអ្នកទាំងគ្នានឹងឃើញជាទម្រង់បែបនេះវិញដំបូងបាទទៀនចាប់ផ្ដើមចុះមកបាទចុះមកបែបនេះបងប្អូនបាទចុះមកនៅពេលដែលវាចុះមកទៀនក្រហមបាទប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមបិទបាទបិទនាទីពេញលេញរបស់វាវិញវាអាចបដូរជាទម្រង់បែបនេះឲ្យអ្នកទាំងគ្នាឃើញហ្នឹងឯងហើយចោលជាសរសៃនេះចោលជាសរសៃបែបនេះហ្នឹងឯងបាទដល់ពេល time frame តូចជាងអ្នកទាំងគ្នាឃើញថាអូផ្សារហ្នឹងមុនដំបូងផ្សារចុះណាបាទបន្តមកទៀតបាទកើត shift ឡើងលើបែបនេះហើយបន្តមកទៀតរងចាំឲ្យវាកើតបាទចោលជាសរសៃហើយបាទវា move ឡើងលើបែបនេះវិញនេះគឺនៅក្នុង structure time frame តូចជាងគឺយើងឃើញទម្រង់បែបនេះហ្នឹងឯងបាទបន្តមកទៀតគឺយើងរងចាំតម្លៃនៅចុងសរសៃទៀនឬក៏តម្លៃបាទគៀកនេះហ្នឹងឯងបាទយើងរងចាំតម្លៃនៅសរសៃទៀនបងប្អូនបាទដូច្នេះបាទសម្រាប់វិធីសាស្ត្រនៅក្នុងការបាទយក risk reward ratio វែងណាបាទខ្ញុំរងចាំតម្លៃនៅសរសៃទៀនបងប្អូនបាទសិក្សាព័ត៌មានលម្អិតនៅតម្លៃសរសៃទៀននៃ time frame ដែលធំជាងបាទប៉ុន្តែនៅពេលដែលយើងបកមកមើល time frame ដែលតូចជាងគឺយើងអាចបានជាទម្រង់ MSS អីចឹងទៅបាទអូខេនេះគឺជាឧទាហរណ៍នៅក្នុងការចូល trade របស់ខ្ញុំជាប្រចាំបាទគឺបែបនេះហ្នឹងឯងបងប្អូនបាទហើយខ្ញុំបង្ហាញជាឧទាហរណ៍ជូនអ្នកទាំងអស់គ្នាពិតជាក់ស្ដែងមួយចុះបាទហ្នឹងឯងនេះខ្ញុំទឹមតែចូលបាទ order នេះគឺជាគំរូមួយដ៏ល្អមែនទែនបាទសម្រាប់អ្នកទាំងអស់គ្នាអាចយកទៅបាទធ្វើតាមបាននេះបាទកន្លែងដែលខ្ញុំបង្ហាញបាញ់មិញបងប្អូនឃើញអត់បាទនៅក្នុង time frame 5នាទីអ្នកឃើញទេបាទទម្រង់នេះគឺវាកើតជាទម្រង់ MSS ហ្នឹងឯងបាទដូចខ្ញុំបញ្យល់នៅក្នុង trading view បាញ់មិញបាទនេះគឺខ្ញុំគូជាបន្ទាត់ពណ៌នេះចុះបាទនេះអ្នកទាំងនេះឃើញអត់បាទទម្រង់នេះហ្នឹងឯងបាទអញ្ចឹងទម្រង់កន្លែងនេះគឺខ្ញុំឃើញថាអូខេក្រាមនេះចាប់ផ្ដើមធ្លុះ high ចាស់កន្លែងនេះហើយដូច្នេះខ្ញុំអត់តាមភ្លាមទេបាទខ្ញុំរងចាំតម្លៃដែលមានប្រៀបនេះ buy limit ខ្ញុំតាំងទុកចោលបងប្អូនជាទម្រង់ buy limit បន្តមកទៀតវាចុះមកពិតមែនបាទហើយបន្តមកទៀតបានវាឡើងទៅលើបាននេះរត់ទៅដល់ target របស់យើងតាមអ្វីដែលយើងវិភាគទុកបាទ1 ទល់នឹង 3ពិតមែនបាទខ្ញុំរ៉ាន់បែបនេះជាប្រព័ន្ធ trade ទៅរហូតបងប្អូនបាទហ្នឹងហើយ
ទម្រង់នេះគឺជួបញឹកញាប់បាទនៅក្នុង time frame ដែលតូចបាទតូចដូចជា time frame 1នាទីឬក៏5នាទីទម្រង់ MSS ឬក៏ទម្រង់ដែលខ្ញុំបង្ហាញជូនអ្នកទាំងគ្នាមើលបែបនេះណាបាទកើតមានញឹកញាប់មែនតើបងប្អូនបាទកើតមានសឹងតែរាល់ថ្ងៃបាទបើសិនអ្នកទាំងគ្នាដូចថាមានពេលបាទឃ្លាំមើលក្រាបរហូតណាបាទទម្រង់នេះគឺតែងតែកើតមានណាបាទពីមួយថ្ងៃទៅមួយថ្ងៃគឺតែងតែកើតមានណាទម្រង់នេះបាទដូច្នេះបាទអ្នកទាំងគ្នាមិនបាច់ចាំរងចាំទម្រង់អីស្មុគស្មាញច្រើននេះបាទរងចាំតែទម្រង់តែមួយទម្រង់ហ្នឹងឲ្យរងចាំឲ្យយើងតាំងជា pending order ទុកដូចខ្ញុំបាទ win rate បាទអាស្រ័យទៅនឹងអ្នកទាំងគ្នារងចាំបានល្អបើសិនជាបានល្អ win rate អាចថា10 trade ណាអ្នកទាំងគ្នាត្រូវបាន3ទៅ5 trade បាទហើយហើយ3ទៅ5 trade អ្នកទាំងគ្នាយក1ទល់នឹង3ស្ទូទាត់គ្នាជាមួយនឹង SL ទៅបាទចុងបញ្ចប់គឺនៅដែនចំណេញដោយលទ្ធផលដែលខ្ញុំបង្ហាញជូនអ្នកទាំងគ្នារាល់ដងអញ្ចឹងបាទលក្ខខណ្ឌគឺយើងរងចាំបាទទម្រង់នឹងឲ្យបានហើយបាទរត់តាមប្រព័ន្ធ trade នេះឲ្យបានណាបងប្អូនបាទ1ទល់3រត់អញ្ចឹងទៅរហូតបាទបើសិនជាអត់ចូលតាមទម្រង់ទេកុំចុចបើសិនចូលតាមទម្រង់ចាំចុចបាទវិធីសាស្ត្រ trade គឺមានតែប៉ុណ្្នឹងទេអត់មានអ្វីស្មុគស្មាញទេបងប្អូនបាទសម្រាប់technique នេះគឺយើងអាចធ្វើបានទាំងអ្នកថ្មីទាំងអ្នកចាស់បាទធ្វើបានដូចគ្នាបាទអត់មានអ្វីស្មុគស្មាញទេបាទខ្ញុំធ្វើទម្រង់ហ្នឹងបាទជាប្រចាំបងប្អូនបាទហើយទម្រង់ហ្នឹងគឺយើងអាចរកមើលបានថែមទៀតបាទទម្រង់ MSS ហ្នឹងណាបាទហ្នឹងហើយនេះឧទាហរណ៍ថាទម្រង់ហ្នឹងបាទមើលកន្លែងនេះមានទៀតទេបាទនេះទម្រង់ហ្នឹងគឺមានទៀតហើយបងប្អូនឃើញទេបាទក្រាបចាប់ផ្ដើមហើបឡើងលើ low បាទហើបឡើងលើមកជាបន្តទេបាទប៉ុន្តែមានពេលមួយទៀតបាទមានអា low នេះគឺវាចាប់ផ្ដើមទៀបជាងអាមុនហើយនេះបាទបើអ្នកទាំងគ្នាធៀប low ទៀបបំផុតកន្លែងនេះណាបាទនេះ low កន្លែងនេះវាចាប់ដើមទៀបជាងមុនហើយបាទហ្នឹងហើយអញ្ចឹងទៀបជាងមុនអ្នកទាំងគ្នាកុំឲ្យកុំតាម sell ព្រាមណាបាទរងចាំចំណុចដែលមានព្រៀបបាទចំណុចដែលមានព្រៀបអាចថាជាចំណុចនេះអ្នកទាំងគ្នាឃើញអត់បាទចំណុចមានព្រៀបណានេះចំណុចនេះហ្នឹងហើយវើមកពុបវាមកតេសបាទឃើញទេបាទមកតេសនៅតំបន់ខាងឆ្វេងនេះវិញហើយបន្តមកទៀតបានវាចុះមកបាទនេះគឺជាទម្រង់គេហៅថាទម្រង់ចូលតាមទម្រង់ MSS ទៀតហើយបាទប៉ុន្តែទម្រង់ហ្នឹងមិនមែនថាដូចគ្នាទាំងអស់ទេបាទពីព្រោះថាទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃវាអាចថាកើតជាទម្រង់ហ្នឹងមិនដូចគ្នាបេះបិទទេប៉ុន្តែទម្រង់ហ្នឹងគឺវាស្តៀងគ្នាដូច្នេះអ្នកទាំងគ្នាអាចថាយកវាទៅប្រើបានបាទទៅតាមកលៈទេសៈណាបាទយើងមិនអាចមើលឃើញថាទម្រង់ហ្នឹងដូចគ្នាបេះបិទបាទដូចទម្រង់ផ្សេងទៀតអត់ទេបាទទម្រង់ដែលវាកើតហ្នឹងបាទវាទម្រង់កើតស្តៀងគ្នាបាទប៉ុន្តែយើងអាចបត់បែនយកវាមកប្រើជាទម្រង់តែមួយបានបាទយើងមិនបាច់ចាំថាអូចូលតាមទម្រង់នេះបេះបិទហ្មងអត់ទេបាទពេលខ្លះទៀតគឺវាស្តៀងហ្នឹងបាទស្តៀងគ្នាហ្នឹងក៏យើងអាចយកជាការបានដូចគ្នាបាទនេះគឺទម្រង់ MSS បាទទម្រង់ MSS ភាគច្រើនណាបាទអ្នកទាំងគ្នាមើលនៅក្នុង time frame តូចជាងបែបនេះបន្តមកទៀតបើសិនជាយើងទៅបកមកមើល time frame ដែលធំជាងអ្នកទាំងគ្នាភាគច្រើនឃើញជាទម្រង់ engulfing ដូចខ្ញុំបង្ហាញជូនអ្នកទាំងគ្នាមូលដ្ឋានគ្រឹះទានបាញ់មិញណាបាទហ្នឹងគឺប្រើបានបាទជាប្រចាំយកតែម្ដងបាទនេះគឺអ្វីដែលខ្ញុំបង្ហាញជូនអ្នកទាំងគ្នាបែបនេះយើងប្រើបានជាប្រចាំយកតែម្ដងហើយអត់សូវឈឺក្បាលច្រើនទេបងប្អូនបាទខ្ញុំតាំងតែ pending order ទុកបាទ2ម៉ោងក្រោយបើកមើលក្រាម្ដងបាទ2ម៉ោងក្រោយបើកមើលក្រាម្ដងបាទភាគច្រើនលទ្ធផលគឺឃើញថាបុក SL ឬក៏បុក TP ពេញយកតែម្ដងបាទនេះគឺ technique ដែលខ្ញុំបង្ហាញជូនអ្នកទាំងគ្នាថ្ងៃនេះគឺមានប៉ុណ្្នឹងឯងបាទសូមអ្នកទាំងគ្នាយកទៅប្រើបាទហើយបាទមានប្រសិទ្ធភាពបាទគឺរត់តាមប្រព័ន្ធ trade បាទ1ទល់3យកបែបនេះទៅរហូតបាទលទ្ធផលអ្នកទាំងគ្នា100 trade ដល់នឹងឃើញលទ្ធផលពិតជាក់ស្ដែងហើយបាទថាខាតឬក៏ចំណេញបាទ100 trade អ្នកទាំងគ្នាយកទៅធ្វើបានបាទអ្នកទាំងគ្នានឹងខ្លាយជាអ្នក trade បាទជាអាជីពបានដែរបាទអញ្ចឹងថ្ងៃនេះក៏បាទមានតែប៉ុណ្្នឹងទេបងប្អូនណាបាទថ្ងៃសម្រាប់បង្ហាញតទៅជាមួយនឹងទម្រង់ទៀនបាទ